មានកុមារជាច្រើនដែលរស់នៅក្នុងការលំបាកដោយមិនអាចសម្រេចក្តីសុបិនរបស់ខ្លួនដោយសារភាពក្រីក្រនិងជំងឺនៅពេលកុមារដែលនឹងដឹកនាំអនាគតធំឡើងមានសុខភាពល្អនិងភ្លឺស្វាងនោះពិភពដែលប្រកបដោយនិរន្តរភាពនិងសុភមង្គលនឹងត្រូវបានបង្កើតឡើងអគ្គនាយិកាសាងគីចានៃអង្គការមូលនិធិ We Love You អន្តរជាតិដែលសង្ឃឹមដល់ការបង្កើតពិភពដ៏រីករាយសម្រាប់កុមារតែងតែអនុវត្តគម្រោងគាំទ្រកុមារទូទាំងពិភពលោកដើម្បីធ្វើឲ្យប្រាកដថាគ្មានកុមារណាម្នាក់ត្រូវទុកចោលនិងបាត់បង់ក្តីសុបិនដោយសារបរិយាកាសជុំវិញរបស់ពួកគេមិនល្អនោះឡើយសេចក្តីស្រឡាញ់របស់ម្ដាយដែលសង្ឃឹមថាកូននឹងរួចផុតពីភាពក្រីក្រនិងជំងឺហើយធំឡើងយ៉ាងមានសុខភាពល្អនិងភ្លឺស្វាងត្រូវបានបញ្ជូនទៅដល់សូម្បីតែក្មេងស្រីជនជាតិបង់ក្លាដេសម្នាក់ឈ្មោះ Fatima ដែលកំពុងរងទុក្ខពីជំងឺដ៏កម្រក្មេងស្រីជនជាតិបង់ក្លាដេសម្នាក់ឈ្មោះ Fatima អាយុ12ឆ្នាំកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យកុមារនៃមន្ទីរពេទ្យសាកលវិទ្យាល័យតើជំងឺរបស់ Fatima ធ្ងន់ធ្ងរយ៉ាងណាទៅគេហៅថាជំងឺម៉ូយ៉ារោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលអាចនឹងកើតឡើងដោយសារខ្វះការផ្គត់ផ្គង់ឈាមទៅខួរក្បាលជាបណ្ដោះអាសន្នបើជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើងក្នុងមជ្ឈមណ្ឌលភាសានោះគេមិនអាចនិយាយបានភ្លាមទេហើយមានបញ្ហានឹងធម្មពលនៃការចងចាំឬអាចប្រកាច់រោគសញ្ញាទាំងអស់ដែលអាចកើតឡើងនៅក្នុងខួរក្បាលអាចនឹងលេចឡើងជំងឺម៉ូយ៉ាគឺជាជំងឺពិបាកព្យាបាលដែលសរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅខួរក្បាលមានការរួមតូចតាមពេលវេលានាងបានខកខានពេលវេលាដ៏ត្រឹមត្រូវសម្រាប់ការវះកាត់ហើយជាលទ្ធផលខួរក្បាលនាងបានខូចខាតជាច្រើនដោយបានឮពីស្ថានភាពដ៏គួរអាណិតរបស់ Fatima ដែលកំពុងរងទុក្ខដោយជំងឺដ៏កម្រអគ្គនាយិកាសាងគីចានៃអង្គការមូលនិធិ We Love You អន្តរជាតិបានផ្ដល់ជំនួយដ៏កក់ក្ដៅដល់នាងនៅកូរ៉េយើងអស់សង្ឃឹមណាស់យើងមានគឺដូចជាទូកដែលគ្មានចង្កូតអញ្ចឹងនៅទីនេះប៉ុន្តែយើងបានរកឃើញវិធីមួយចំនួនដើម្បីជួយសង្គ្រោះកូនស្រីខ្ញុំតាមរយៈការគាំទ្ររបស់អង្គការមូលនិធិ We Love You ហើយខ្ញុំសូមអរគុណដល់សមាជិកក្រុមទាំងអស់ជាពិសេសដល់អគ្គនាយិកាអគ្គនាយកនិងនាយកគ្រប់គ្រងដែលបានគាំទ្របន្ទាប់ពីការវះកាត់បានបញ្ចប់សមាជិក We Love You បានទៅសួរសុខទុក្ខគ្រួសាររបស់ Fatima ស្វាគមន៍ពួកគាត់ដោយស្នាមញញឹមអឹមអៀនអគ្គនាយិកាសាងគីចាបានផ្ញើអំណោយដ៏មានតម្លៃដល់ Fatima ដែលចូលចិត្តអានសៀវភៅនិងគូគំនូរ Fatima កំពុងគូដោយមានជំនួយពីឪពុកនិងម្ដាយរបស់នាងស្នាមញញឹមទន់ភ្លន់បានមានពេញផ្ទៃមុខសមាជិកគ្រួសាររបស់នាងអំណោយនេះពិតជាចាំបាច់ណាស់សម្រាប់កូនស្រីខ្ញុំដោយសារតែនាងចូលចិត្តគូររូបពេលនាងនៅផ្ទះម្នាក់ឯងអរគុណអ្នកទាំងអស់គ្នាយើងសប្បាយចិត្តណាស់ព្រោះអ្នករាល់គ្នាបានមើលថែកូនស្រីខ្ញុំ Fatima សប្បាយចិត្តណាស់ពេលកំពុងគូររូបភាព Fatima ផ្ញើសារតូចមួយតាមរយៈបបោមាត់តូចរបស់នាងអរគុណចំពោះសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់របស់អគ្គនាយិកាសាងគីចាក្មេងស្រីបង់ក្លាដេស Fatima អាចទទួលបានក្តីសង្ឃឹមក្នុងជីវិតឡើងវិញហើយ
អង្គការមូលនិធិ We Love You អន្តរជាតិនឹងបន្តគាំទ្រនាងជានិច្ចដើម្បីឲ្យនាងទទួលបានជីវិតដែលមានសុខភាពល្អនិងសុភមង្គលដូចកាលពីមុន។